សួស្តីបងប្អូនសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាជាថ្មីម្ដងទៀតហើយមកជួបខ្ញុំបាទសាជាថ្មីនេះគឺខ្ញុំបាទចូលចំណេះដឹងមួយមកចែករំលែកដល់បងប្អូនផងដែរហើយចំណេះដឹងនេះទីសោតគឺតកតងនឹងការយើងធ្វើអក្សររត់ពីក្រោមឡើងលើបងប្អូនណាអញ្ចឹងពីលើចុះក្រោមហ្នឹងខ្ញុំបានធ្វើរួចហើយហើយបន្តមកទៀតនេះគឺខ្ញុំធ្វើវីដេអូធ្វើអក្សរហ្នឹងឲ្យវារត់ពីក្រោមឡើងទៅលើវិញម្ដងអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនមុននឹងចូលដល់វីដេអូខ្ញុំបាទសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងសូមជួយចុចឲ្យខ្ញុំបាទមួយផងដើម្បីនឹងមានកម្លាំងចិត្តធ្វើវីដេអូលើកក្រោយទៀតព្រមទាំងជួយ share ទៅដល់បងប្អូនផ្សេងដែលគាត់មិនទាន់បានដឹងឲ្យគាត់បានដឹងផងបងប្អូនណាអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើនៅក្នុងកម្មវិធី YouCut បងប្អូនណាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់មានកម្មវិធីហ្នឹងបងប្អូនចូលដល់អំណោសម្រាប់ទូរស័ព្ទ Android យើងគឺយើងដោននៅក្នុង Play Store ហើយសម្រាប់ទូរស័ព្ទ iOS យើងដោននៅក្នុង App Store បងប្អូនណានេះកម្មវិធីមានរូបតន្ត្រីហ្នឹងកម្មវិធីមានរូបតន្ត្រីនេះយើងចុចអាហ្នឹងមកឥឡូវវាខ្ញុំចុចសញ្ញាខ្វែងសិនបន្ទាប់មកយើងចុចសញ្ញាលេខបូកនេះចុចសញ្ញាលេខបូកហ្នឹងតមកទៀតយើងយក New Project ហើយយើងត្រូវយក background មួយបងប្អូនណាអញ្ចឹងខ្ញុំត្រូវយក background ហើយ background ហ្នឹងចាំបាច់យើងត្រូវយកពណ៌បៃតងយកពណ៌បៃតងហើយពណ៌បៃតងហ្នឹងវាងាយនឹងកាត់ចេញបងប្អូនណាវាអត់ពិបាកការកាត់ទេពណ៌បៃតងហ្នឹងបងចឹងខ្ញុំទៅរើយកពណ៌បៃតងវាក្រោននេះបងប្អូននេះហើយយើងចុចលើវាហើយយើងយកអាសញ្ញាព្រួយក្រហមហ្នឹងមកហើយបន្តមកបងប្អូនទាញវាមកបន្តិចមកនេះទាញមករឿងវែងបន្តិចមកប៉ុណ្ណឹងចង់បងប្អូនណាហើយបន្តមកទៀតបងប្អូនត្រូវទៅសេអក្សរសេមិនក៏បានទេបងប្អូនសេមិនក៏បានទេតបមកសេថាខ្ញុំទៅសេថាសួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយខ្ញុំចុះបន្ទាត់ចិត្តខិតចូលមកដល់ហើយហើយបន្តមកទៀតយើងដកឃ្លាទៀតមកសូមបងប្អូនរៀបចំផ្ទះសម្បែងសូមបងប្អូនរៀបចំផ្ទះសម្បែងចំផ្ទះសម្បែងឲ្យស្អាតដើម្បីទទួលទេវតាឆ្នាំថ្មីហើយបន្តមកទៀតយើងដូរអក្សរបងប្អូនណាដូរមកដាក់អក្សរពណ៌អីលើដាក់អក្សរប្រភេទអីមើលដាក់នេះចុះបងប្អូនណាហើយបន្តមកទៀតយើងដាក់ពណ៌មិញហ្នឹងដូរហ្វុនណាដូរហ្វុនសូមអធិស្ឋានមិនដូរពណ៌ទេបន្តមកយើងត្រូវដូរពណ៌ឥឡូវបងប្អូនចង់បានពណ៌អីប៉ុន្តែពណ៌មានដូចជាមានតែប្រកេញពណ៌ខ្មៅទេបងប្អូនមើលទៅដូចរាងស្អាតបងប្អូនណាហើយបន្តមកទៀតយើងនេះយើងទាញនេះមកបន្តិចមកឲ្យវារាងកុំឲ្យវាស្មោលពេកទាញ capacity វានេះប៉ុណ្ណឹងបានហើយបន្តមកទៀតបងប្អូនthíchវាមកthíchវាហើយយើងនេះទាញវាបន្តិចទៀតមកទាញវាឲ្យវារាងធំបន្តិចមកទាញឲ្យវារាងធំមកយកម្រាមដៃនឹងពីរហ្នឹងចុចវាឲ្យជាប់មកហើយយើងពង្រីកវាមកប៉ុណ្ណឹងឃើញទេ ហ
ហើយបន្តមកទៀតយើងនេះយើងចុចលើអក្សរហ្នឹងទាញឲ្យស្មើនឹង background ណាទាញឲ្យស្មើ background មកប៉ុណ្ណឹងបានហើយបងប្អូនណាហើយបន្តមកទៀតយើង play វាទៅបងប្អូនណាគាត់ថាវាអក្សរវាអត់រត់ដូច្នេះយើងទៅធ្វើអក្សរឲ្យវារត់ពីក្រោមឡើងទៅលើបងប្អូនណាបន្តមកទៀតបងប្អូនចុចសញ្ញាការ៉ូនេះមួយនេះសញ្ញាការ៉ូនេះចុចសញ្ញាការ៉ូហ្នឹងមកហើយបន្តមកបងប្អូនទាញមកក្រោមអស់មកទាញមកក្រោមតបមកបងប្អូនទាញអក្សរហ្នឹងទាញអា background វាហ្នឹងមកឆ្វេងអស់មកទៅមកឆ្វេងអស់បន្ទាប់មកយើងចុចការ៉ូវាមួយទៀតហើយទាញវាឡើងលើវិញអក្សរហ្នឹងទាញឡើងលើផុតទាញលើផុតមកតមកទាញអក្សរនេះមកវិញអា background នេះទាញមកវាមកស្ដាំមកវិញមកហើយយើង play ឃើញទេបងប្អូនឃើញអក្សរនឹងវារត់ទេហើយសង្ឃឹមថាបងប្អូនអាចយល់បើសិនជាបងប្អូនមិនយល់ទេបងប្អូនអាច comment សួរខ្ញុំបានខ្ញុំនឹងឆ្លើយតបដល់បងប្អូនដែល comment បងប្អូនណាហើយសូមជួយចុច subscribe និងសញ្ញាកណ្ដឹងខ្ញុំបាទមួយផងបងប្អូនណាសូមអរគុណនិងសូមជម្រាបលា